ហ្នឹងបាយព្រឹកបងប្អូនបាទមាន3មុខ2មុខបាទម្ហូបដែលចូលចិត្តជាងគេខ្ញុំគឺពងទាហើយទី2គឺមានកូនត្រីបាទខែនឹងមានភ្លេងអីចឹងបងប្អូននៅតាមស្រុកស្រែមានកូនត្រីផ្ទក់កូនត្រីក្រាញ់អីចឹងបងប្អូនបាទវាមកអាលីងវាឬក៏ប្អុសណាខាងស្រុកខ្ញុំគេហៅថាប្អុសឬក៏រលីងបាទគឺអេមបាទសម្រាប់ខ្ញុំចូលចិត្តបាទទី1ពងទាហើយមានលក្ខណៈកូនត្រីធម្មជាតិចឹងគឺនេះគឺឆ្ងាញ់ហើយក៏នឹកឃើញអនុស្សាវរីយ៍កាលនៅក្មេងៗស្រួលរកបងប្អូនកូនត្រីស្រួលរកបាទមិនយើងស្លយ៉ាងអីទៅមានឈ្នាងមានចងបាទឈ្នាងចងអីឈ្នាងជាប់ឬចងអស់អីចឹងបងប្អូនបាទទៅមកស្បកអីស្រួលហូបការមុនណាបាទ4-10ឆ្នាំមុនតែមួយរយៈក្រោយនេះប្រហែលឆ្នាំក្រោយ4-10ឆ្នាំក្រោយនេះគឺបងប្អូនយើងព្រោះធ្វើស្រែដោយសារព្រោះដោយព្រោះកណាព្រោះទៅគឺគាត់ត្រូវការធ្វើដីស្ងួតដីបូមទឹកអេរីស្ងួតអីចឹងបានគាត់ព្រាកអញ្ចឹងទៅធ្វើឲ្យត្រីអត់កើតទៅវាងាប់ពីអីចឹងបងប្អូនហើយមួយរយៈក្រោយនេះទៀតគឺបងប្អូនគាត់ព្រោះគាត់ព្រាកគាត់ធ្វើស្រូវហ្នឹងគឺតំបន់ខ្លះភូមិខ្លះស្រុកខ្លះគឺតាំងពីចុងខែ3បាទដូចខាងភូមិខ្ញុំអីភាគច្រើនគឺគាត់ព្រោះតាំងពីចុងខែ3ខែ4ហ្នឹងបាទព្រោះចោលទៅបាទហើយដល់ពេលឥឡូវគឺនេះដល់ពេលឥឡូវគឺភ្លៀងមួយថ្ងៃមុនហ្នឹងហើយជាខ្ទង់កន្លះខែមុនហ្នឹងគឺភ្លៀងមកវាលិចទៅជាងាប់ទៅជាអត់ដុះអត់អីចឹងឥឡូវចាប់ផ្ដើមគាត់បូមទឹកហើយនេះព្រោះសាថ្មីបាទត្រឡប់មកកូនត្រីកូនអីបងប្អូនមុនគឺកាលខ្ញុំនៅរៀងជំទង់អីរៀងតូចអីគឺស្រួលហូបបងប្អូនបាទបន្លែធម្មជាតិកូនត្រីធម្មជាតិបាទឆ្ងាញ់ស្រួលបាទតែប្រហែលឆ្នាំក្រោយខ្ញុំនិយាយគឺធ្វើស្រែតាមបច្ចេកទេសថ្មីហ្នឹងព្រោះព្រីកហ្នឹងគឺធ្វើឲ្យធនធានធម្មជាតិជូនកូនត្រីកូនអីកូនកែបកូនក្អុកអីហ្នឹងគឺលែងមានអីបាទពីមុនគឺស្រួលបាទស្រួលហូបបាទអរគុណបាទ